សេរីឧក្រិដ្ឋថ្មីបំផុតរបស់ហិនប៊ីនចេញផ្សាយថ្ងៃនេះគាត់បានផ្លាស់ប្ដូរពីរូបរាងជាបរិសុទ្ធស្រឡាញ់កន្លងមកទៅជាឧក្រិដ្ឋជុំក្នុងជុកវ៉ែនតាមមានល្បិចច្រើនលើយន្តហោះដែលកំពុងហោះទៅតូក្យូប៉ុន្តែអ៊ីទុតបានរកឃើញថាមានក្រុមមនុស្សមួយធ្វើអាកប្បកិរិយាខុសប្រក្រតីបុរស2នាក់បានលាក់ខ្លួននៅក្នុងបន្ទប់ទឹកជាមួយគ្នាពេលពួកគេចេញមកវិញក៏មានកញ្ចប់មួយនៅក្នុងដៃបន្ទាប់មកក៏មានហេតុការណ៍មួយដែលគួរឲ្យភ័យខ្លាចកើតឡើងអ្នកទាំងអស់គ្នាអាចមិនត្រូវចល័តទេកុំចល័តដាក់ខ្លួនចុះអ្នកណាហ៊ានចល័តនឹងសម្លាប់ចោលកុំចោលសម្រាមសូមជួយផងមានមនុស្សលួចយន្តហោះយ៉ាងឆាប់រហ័សហេតុការណ៍នេះបានកើតឡើងធ្វើឲ្យអ្នកដំណើរទាំងអស់នៅលើយន្តហោះភ្ញាក់ផ្អើលនិងច្របូកច្របល់មានតែប៉ៃអ៊ីទូប៉ុណ្ណោះដែលនៅតែស្ងប់ស្ងាត់ហើយបានឆ្លើយទៅក្មេងប្រុសខាងក្បែរថាគាត់នឹងធានាសុវត្ថិភាពរបស់ពួកគេជាធម្មតាយន្តហោះនេះត្រូវហោះទៅប្រទេសជប៉ុនប៉ុន្តែតាមការទាមទាររបស់មនុស្សលួចយន្តហោះត្រូវហោះទៅព្យុងយ៉ាងអ្នកបើកយន្តហោះបានប្រាប់ប្រធានយាមយ៉ាម៉ាដាថាប្រេងឥន្ធនៈរបស់យន្តហោះនីមួយត្រូវបានបញ្ចូលតាមផ្លូវដែលបានកំណត់ប្រសិនបើហោះទៅព្យុងយ៉ាងនឹងធ្វើឲ្យយន្តហោះធ្លាក់ចំកណ្ដាលផ្លូវដូច្នេះត្រូវចុះចតនៅជប៉ុនអ៊ុនសិនដើម្បីបញ្ចូលប្រេងឥន្ធនៈរួចហើយទើបហោះទៅព្យុងយ៉ាងមនុស្សលួចយន្តហោះក៏ត្រូវព្រមទទួលយកការស្នើសុំរបស់អ្នកបើកយន្តហោះផងដែរនៅពេលនោះមជ្ឈមណ្ឌលគ្រប់គ្រងព្រលានយន្តហោះជប៉ុនបានឆ្លើយតបយ៉ាងរហ័សដោយរងចាំឲ្យយន្តហោះចុះចតលើផ្លូវហោះហើយចាប់ផ្ដើមចរចាជាមួយមនុស្សលួចយន្តហោះអំពីលក្ខខណ្ឌទោះយ៉ាងណាមនុស្សលួចយន្តហោះបានឃើញយន្តហោះប្រយុទ្ធដែលត្រៀមខ្លួនស្រាប់នៅក្បែរមនុស្សលួចយន្តហោះម្នាក់ដែលកំពុងខឹងខ្លាំងបានចង់សម្លាប់ជនជាប់ពន្ធនាគារម្នាក់ភ្លាមប៉ុន្តែបុរសម្នាក់បានប្រយុទ្ធដល់ចុងក្រោយក្នុងអំឡុងពេលប្រយុទ្ធនោះគាត់បានដួលចុះនៅក្បែរប៉ាអ៊ីទូអ្នកជានោះណាមុនពេលការចរចាចប់ត្រូវប្រុងប្រយ័ត្នជនជាប់ពន្ធនាគារព្រោះជីវិតរបស់ពួកគេពាក់ព័ន្ធនឹងជីវិតរបស់អ្នកសូមប្រាប់មេរបស់អ្នកថាខ្ញុំចង់និយាយជាមួយគាត់ខ្ញុំរងចាំយាមីដាចេញពីបន្ទប់កាប់តាំងប៉ុន្តែបែរជាបានរឿងសំណើដ៏គ្មានហេតុផលបំផុតក្នុងជីវិតនៅលើយន្តហោះនេះសូមដោះស្រាយស្ត្រីកុមារនិងមនុស្សចាស់ទាំងអស់ជាមុនលោកណៅក្រេការប៉ះពាល់បដិវត្តដែលមិនទទួលបានការគាំទ្រពីប្រជាជនគឺតែងតែបរាជ័យជាក់ជាមិនខានប៉ុន្តែអ្នកភេរវកម្មដែលបានដោះស្រាយស្ត្រីនឹងទទួលបានការគាំទ្រពីប្រជាជនហើយការរិះគន់ទាំងអស់ពីសារព័ត៌មាននឹងធ្លាក់លើរដ្ឋាភិបាលអ្វីទាំងអស់នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលចុងក្រោយពួកគេមិនមានជំរឿផ្សេងទេក្រៅពីអនុញ្ញាតឲ្យអ្នកឡើងយន្តហោះអ្នកដ៏អាក្រក់បានរឿដូចនេះដែរប៉ុន្តែមិនទាន់គ្រប់គ្រាន់ដើម្បីឲ្យពួកគេជឿទុកចិត្តនៅពេលទៅដល់បៃទូគេក៏បានឃើញការព្រួយបារម្ភរបស់អ្នកដ៏អាក្រក់ដោយបើកកាបូបមើលឃើញថាមានថ្នាំមានអៃស្ពេញប្រអប់ខាងក្នុងមានដំណឹងថាមានមនុស្សសំខាន់នៅភៀងយ៉ាងដែលពួកយើងរងចាំរឿងនេះមកយូរហើយប៉ុន្តែការទទួលបានវាវិញគឺពិបាកណាស់នៅពេលនោះពេលយន្តហោះចុះចតគេប្រើវាដើម្បីបំពាន់មនុស្សសំខាន់ហើយត្រូវបានថែរក្សាជាពិសេសពីទីនោះបន្ទាប់មកអ្នកដ៏អាក្រក់ក៏អនុវត្តតាមផែនការរបស់បៃទូដោយដោះស្រាយស្ត្រីនិងកុមារទាំងអស់អាកាសយានដ្ឋានក៏មិនចាំបាច់ឆ្លើយតបតាមសំណើរបស់អ្នកដ៏អាក្រក់ទេអនុញ្ញាតឲ្យពួកគេហោះហើរទៅភៀងយ៉ាងប៉ុន្តែយន្តហោះហោះហើរចេញទៅហើយបន្ទប់បញ្ជាការបានទំនាក់ទំនងទៅអាកាសយានដ្ឋានសេអ៊ុលភ្លាមដើម្បីឲ្យពួកគេស្លៀកពាក់ឲ្យដូចជាភៀងយ៉ាងហើយប្រាប់អ្នកបើកបរយន្តហោះយ៉ាងសម្ងាត់ថានឹងចុះចតនៅអាកាសយានដ្ឋានសេអ៊ុលពេលចោលបើកទ្វារចេញមកវិធីសាស្ត្រទំនើបនៅទីនេះមិនដូចកាំភ្លើងកៅស៊ូទេទីនេះគឺសេអ៊ុលអត់ចាស់ពេលចៅដែលដឹងថាត្រូវបានបោកបានទីអ្នកបើកបរយន្តហោះចេញមកហើយចង់សម្លាប់គាត់នៅពេលនោះប៉ៃអ៊ីតូក៏និយាយម្ដងទៀតថាតើមិនទៅទេត្រឹមត្រូវហើយខ្ញុំនឹងសម្លាប់អ្នកទោះបីជាចោលបង្ហាញកាំបិតទៅកាន់គាត់ក៏ដោយប៉ុន្តែអ៊ីតូក៏នៅតែស្ងប់ស្ងាត់ណាស់ហើយបាននិយាយថាគាត់សន្យាដោយកិត្តិយសរបស់គាត់ថាសូមឲ្យគេធ្វើតាមផែនការរបស់គាត់តែប៉ុណ្ណោះយន្តហោះនឹងចុះចតនៅទីក្រុងព្យុងយ៉ាងរលូនផែនការគឺបញ្ចេញអ្នកដំណើរទាំងអស់អ៊ីបាអ្នកគិតថាយើងនឹងត្រូវបោកម្ដងទៀតឬអូយតើអ្នកមានអត្តសញ្ញាណពិតជាអ្វីខ្ញុំបានប្រាប់រួចហើយខ្ញុំជាអ្នកជំនួយតើអ្នកកំពុងលេងល្បិចអ្វីពេលឃើញថាអ្នកចោទមិនយល់ព្រមខាងអ៊ីតូបាននិយាយថាមានវិធីផ្សេងទៀតប៉ុន្តែអាចកំបាំងស្ថិតនៅក្នុងកាបូបដៃសុវត្ថិភាពដែលយន្តហោះផ្ដល់ឲ្យអ៊ីតូបានប្រាប់ពួកគេអំពីលេខសម្ងាត់នៅពេលសំខាន់នេះយ៉ាង
អាចកំបាំងគឺថាមានកាំភ្លើងលាក់នៅក្នុងប្រអប់ហើយអ៊ីតូមិនស្ទាក់ស្ទើរឡើយគាត់បានបាញ់ទៅកាន់ត្រចៀករបស់យាមីដាទាន់ពេលវេលាធ្វើឲ្យយាមីដាខ្លាចជាមនុស្សធ្វើបាបត្រចៀកក្រុមចៅត្រូវចាប់មេក្រុមនិងសមាជិកទាំងអស់ដល់ថ្នាក់ភ្ញាក់ផ្អើលដល់ស្លាប់ពេលឃើញប៉ៃអ៊ីតូសមាជិកក្រុមដែលត្រូវបានចងជាមួយគ្រាប់បែកបានស្រែកឲ្យប៉ៃអ៊ីតូឈប់ប៉ុន្តែប៉ៃអ៊ីតូប្រកាសណាស់ថាគ្រឿងអាវុធទាំងអស់សម្រាប់ប្លន់យន្តហោះគឺជាអាវុធคล้ายៗចាប់ពីពេលនេះមកស្ថានភាពបានបំលែងភ្លាមប៉ៃអ៊ីតូបានបញ្ជាឲ្យបន្តប្លន់យន្តហោះដោយឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់ធ្វើជាទូប្រុសដើម្បីបដូរជាមួយអ្នកជាប់ពន្ធនាគារផ្សេងទៀតនៅលើយន្តហោះបន្ទាប់មកប៉ៃអ៊ីតូក៏លាក់ខ្លួននៅក្នុងក្រុមអ្នកជាប់ពន្ធនាគារហើយចេញទៅក្រៅយន្តហោះក៏ហោះទៅកាន់ប៊ីងយ៉ាងដោយរលូនមូលហេតុដែលយន្តហោះនោះគឺដោយសារថ្នាំញៀនអៃសរបស់ប៉ាអ៊ីតូត្រូវបានការពារដោយបុគ្គលសំខាន់ម្នាក់រងចាំឲ្យយន្តហោះត្រូវបញ្ជូនត្រឡប់ទៅជប៉ុនអ្នកបើកយន្តហោះនិងមន្ត្រីជាន់ខ្ពស់ក៏ត្រូវបានបង្ហាញក្នុងព័ត៌មានទូរទស្សន៍ផ្លាយជាវីរបុរសរបស់មនុស្សគ្រប់គ្នាស្ត្រីដែលមកទទួលប៉ាអ៊ីតូក៏ត្រូវបានហៅថាប្រធានអ៊ីកណាខណៈដែលថ្នាំញៀនអៃសដែលគួរត្រូវបញ្ជូនទៅដល់ដៃប្រធានអ៊ីកណាវិញបាត់បង់ទៅដោយសារការកាត់មាននៅលើយន្តហោះប្រធានអ៊ីកណាក៏មិនអាចនិយាយអ្វីបានច្រើនទេព្រោះមិនដឹងថាទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងផែនការរបស់ប៉ាអ៊ីតូអាជីវកម្មលក់ថ្នាំញៀនគ្រាន់តែជាអំពើបំបាំងអត្តសញ្ញាណរបស់គាត់ប៉ុណ្ណោះហើយអត្តសញ្ញាណពិតប្រាកដរបស់គាត់វិញគឺជាអ្នកដឹកនាំអង្គភាព CIA របស់កូរ៉េខាងត្បូង